សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនិយាយអំពីបុគ្គលទី1សញ្ញាណទូទៅនៃបុគ្គលហើយនៅក្នុងសញ្ញាណទូទៅខ្ញុំបានបែងចែកជា2 1អត្ថន័យនៃបុគ្គល2គោលការណ៍ទាក់ទងទៅនឹងបុគ្គលភាពគតិយុត្ត1អត្ថន័យនៃបុគ្គលតើអ្វីទៅគឺជាបុគ្គលជាពាក្យបច្ចេកទេសដែលគេប្រើប្រាស់នៅក្នុងពាក្យច្បាប់ពាក្យបុគ្គលសំដៅទៅលើប្រធាននៃសិទ្ធិនិងកាតព្វកិច្ចគ្រប់បុគ្គលទាំងអស់ត្រូវតែទទួលបាននូវសិទ្ធិជាដាច់ខាតចំណែកឯពាក្យមនុស្សជាពាក្យធម្មតាក្នុងការដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃទី2យាមពីគោលការណ៍ទាក់ទងទៅនឹងបុគ្គលភាពគតិយុត្តបុគ្គលទាំងអស់សុទ្ធតែទទួលបាននៅបុគ្គលភាពគតិយុត្តសត្វនិងវត្ថុគ្មានបុគ្គលភាពគតិយុត្តទេទៅមុខទៀតខ្ញុំនឹងនិយាយច្រើនទាក់ទងជាមួយនឹងបុគ្គលសូមអរគុណច្រើន